ជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទថ្មីមួយដែលនិយាយទាក់ទងអំពីទូរស័ព្ទ smartphone ទាំង5គ្រឿងដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងពិភពលោកតើទូរស័ព្ទទាំង5គ្រឿងនោះមាន model បែបណាខ្លះហេតុអ្វីបានជាវាថ្លៃយ៉ាងនេះដើម្បីនឹងកាន់តែច្បាស់តោះយើងតាមដានទាំងអស់គ្នានៅក្នុងវីដេអូនេះទូរស័ព្ទដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកហើយឈរលេខរៀងទី1នោះគឺទូរស័ព្ទ Falcon Supernova iPhone 6 Pink Diamond ដែលតម្លៃរបស់វាប្រហែលជា $48.5 លានសហរដ្ឋអាមេរិកឯណោះតើលោកអ្នកមានឆ្ងល់ដែរទេថាហេតុអ្វីបានជាទូរស័ព្ទ Falcon Supernova iPhone 6 Pink Diamond មានតម្លៃថ្លៃយ៉ាងនេះពីព្រោះថាទូរស័ព្ទនេះវាស្របទៅដោយមាស24ការ៉ាត់និងមានបង្កប់ត្បូងពេជ្រពណ៌ផ្កាឈូកដ៏ធំធេងនៅពីខាងក្រោយខ្នងរបស់វាទៀតផងហើយទូរស័ព្ទនេះផងដែរវាត្រូវបានការពារដោយស្រោបផ្លាទីនហើយវាគឺជាកម្មសិទ្ធិដ៏មានតម្លៃបំផុតរបស់លោកស្រីនីតាអាំបានីដែលជាភរិយារបស់មហាសេដ្ឋីឥណ្ឌាម្នាក់ដែលមានឈ្មោះថាម៉ូកេសអាំបានីគាត់គឺជាបុរសដែលមានបំផុតនៅអាស៊ីឥឡូវនេះយើងមកដឹងអំពីព័ត៌មានលម្អិតអំពីទូរស័ព្ទ Falcon Supernova iPhone 6 Pink Diamond ទូរស័ព្ទនេះត្រូវបានផលិតឡើងនៅក្នុងឆ្នាំ2014ហើយមានប្រភពចេញពី Apple iPhone 6គឺប្រភេទទូរស័ព្ទ iPhone 6ហើយតម្លៃដែលបានរាយការណ៍គឺ $48.5 លានអាមេរិកហើយចំណុចដ៏ប្រណិតសំខាន់គឺមានការរចនាពីពេជ្រដាំពេជ្រពណ៌ផ្កាឈូកដ៏ធំមួយដាក់នៅខាងក្រោយគឺនៅខាងផ្នែកខាងខ្នងទូរស័ព្ទហើយសម្ភារៈទូរបស់វាគឺត្រូវបានរាយការណ៍ថាមានធ្វើជាផ្លាទីនហើយមាស24ការ៉ាត់ឬក៏ Rose Gold អេក្រង់របស់វាគឺប្រភេទ Retina HD ទំហំ 4.7 អ៊ីងហើយប្រព័ន្ធដំណើរការរបស់វាគឺ Apple A8 RAM គឺ 1G ទំហំផ្ទុកមានចាប់ពី16រហូតដល់ 128G កាមេរ៉ាក្រោយរបស់វាមានរងត្រឹមតែ8 megapixel ហើយកាមេរ៉ាមុខមានរងត្រឹមតែ 1.2 megapixel ប្រព័ន្ធប្រតិបត្តិការរបស់វាគឺ iOS 8ទូរស័ព្ទ Falcon Supernova iPhone 6 Diamond Edition នេះមាន3 version ទី1គេឲ្យឈ្មោះថា Pink Diamond គឺវាមានពណ៌ផ្កាឈូកដោយសារតែវាមានដាំពេជ្រនៅពីខាងក្រោយពណ៌ផ្កាឈូកតម្លៃរបស់វាត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែលជា $48.5 លានហើយគឺជា version ដែលពេញនិយមបំផុតដោយសារតែមានពេជ្រពណ៌ផ្កាឈូកដាំនៅពីខាងក្រោយក្នុងទូរស័ព្ទប្រភេទទី2គឺជាប្រភេទដែលមានពណ៌ពេជ្រដាំពេជ្រពណ៌ទឹកក្រូចហើយតម្លៃរបស់វាគឺ $42.5 លានA gold color version featuring a light orange gemstone គឺវាដាំពណ៌ទឹកក្រូចពេជ្រពណ៌ទឹកក្រូចនៅខាងក្រោយក្នុងទូរស័ព្ទចំណុចទី3គឺពេជ្រពណ៌ខៀវតម្លៃរបស់វាគឺមានតម្លៃ $32.5 million នេះគឺវាមាន3ប្រភេទនេះឯងចំណែកឯទូរស័ព្ទទី2ដែលមានតម្លៃថ្លៃដែរនោះគឺទូរស័ព្ទ Stuart Huge iPhone 4S Elite Gold ទូរស័ព្ទដែលមានតម្លៃថ្លៃជាងគេទី2គឺទូរស័ព្ទ iPhone 4S ដែលរចនាឡើងដោយលោក Stuart Hughes ដែលមានតម្លៃប្រមាណជា $9.4 លានហើយហ្គេមរបស់ទូរស័ព្ទនេះផលិតឡើងយ៉ាងប៉ិនប្រសប់ធ្វើពីឈើក្រញូងតុបតែងជាមួយនឹងត្បូងពេជ្រជាង500គ្រាប់ឯណោះបន្ទះខាងក្រោយរបស់វានិង logo របស់វាត្រូវបានធ្វើឡើងពីមាស logo Apple ក៏មានត្បូងពេជ្រចំនួន53គ្រាប់ផងដែរទូរស័ព្ទនេះមានម៉ាស៊ីនខាងក្នុងធ្វើពីផ្លាទីនរឹងជាមួយនឹងបំណែកនៃឆ្អឹង Dinosaur តាំងពីសម័យកាល T-Rex រួមជាមួយនឹងថ្មដ៏កម្រមួយចំនួនទៀតឥឡូវនេះយើងមកដឹងអំពីព័ត៌មានលម្អិតអំពីទូរស័ព្ទមួយនេះទូរស័ព្ទ The Stuart Huge iPhone 4S Elite Gold នេះត្រូវបានគេផលិតឡើងនៅក្នុងឆ្នាំ2011ឯណោះដោយលោក Stuart Huge នៅប្រទេសអង់គ្លេសទូរស័ព្ទនេះមានប្រភពដើមចេញពី Apple iPhone 4S គឺទូរស័ព្ទ iPhone 4នឹងឯងតម្លៃត្រូវបានគេរាយការណ៍ថាមានតម្លៃ $9.4 million ហើយការផលិតរបស់វាគឺមានត្រឹមតែ2តែប៉ុណ្ណោះហើយខេសរបស់វាគឺស្របទៅដោយមាស24ការ៉ាត់ហើយពេជ្រជុំវិញ500គ្រាប់ total សរុបទាំងអស់វាមាន100ការ៉ាត់ហើយ logo របស់វាគឺរៀបចំរចនាដោយពេជ្រ53គ្រាប់ផងដែរប៊ូតុងរបស់វាមានចំនួន 8.6 ការ៉ាត់ Diamond គឺពេជ្រចំនួន 8.6 ការ៉ាត់ហើយចំណែកឯប៊ូតុង Home របស់វាត្រូវបានគេរាយការណ៍ថាមានចំនួន 7.6 ការ៉ាត់ Pink Diamond ពេជ្រពណ៌ផ្កាឈូកចំនួន 7 គ្រាប់ជាងហើយ frame របស់វាគឺធ្វើចេញពីឈើក្រញូងដោយដែលបានរៀបរាប់ពីខាងលើអញ្ចឹង memory របស់វាគឺផ្ទុកទៅដោយ memory 64G ហើយគឺកញ្ចក់ display គឺ 3.5 អ៊ីង processor របស់វាគឺ Apple A5 កាមេរ៉ារបស់វាមានទំហំ8 megapixel ទូរស័ព្ទនេះមានត្រឹមតែ2គ្រឿងតែប៉ុណ្ណោះហើយវាជាកម្មសិទ្ធិរបស់អ្នកជំនួញស្ត្រីជនជាតិអូស្ត្រាលីម្នាក់ដែលគេមិនបានបង្ហាញឈ្មោះនៅឡើយទេ
ទី3វិញគឺទូរស័ព្ទ Stuart Hughes iPhone 4 Diamond Rose 8 នេះគឺជាទូរស័ព្ទដែលមានតម្លៃប្រមាណជា$8 លានហើយក៏ជាស្នាដៃរបស់លោក Stuart Hughes ផងដែរទូរស័ព្ទនេះផលិតឡើងពីមាសសុទ្ធដ៏រឹងមាំនិងមានត្បូងពេជ្រចំនួន500ខណៈដែលប៊ូតុងរបស់វាមានត្បូងពេជ្រពណ៌ផ្កាឈូកមួយគ្រាប់ទំហំ 7.4 ការ៉ាត់ផងដែរផ្នែកខាងក្រោយត្រូវបានរចនាយ៉ាងប្រណិតដោយប្រើពណ៌មាសនិងផ្កាឈូកដែលមានរូបសញ្ញាពណ៌មាសរបស់ Apple ព្រមជាមួយនឹងពេជ្រចំនួន53គ្រាប់បន្ថែមទៀតហើយទូរស័ព្ទនេះផងដែរត្រូវបានគេផលិតឡើងសម្រាប់អ្នកជំនួញដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភជនជាតិអូស្ត្រាលីម្នាក់គឺលោក Tony Sek ទូរស័ព្ទនេះផងដែរត្រូវបានគេផលិតឡើងនៅក្នុងឆ្នាំ2010ហើយវាមានត្រឹមតែ2គ្រឿងប៉ុណ្ណោះទី4គឺទូរស័ព្ទ Gold Striker iPhone 3GS Supreme វាគឺជាទូរស័ព្ទដែលមានតម្លៃថ្លៃជាងគេទី4នៅលើពិភពលោកផងដែរដោយក្នុងមួយគ្រឿងវាមានតម្លៃប្រមាណជា$3.2 លានគែមរបស់ទូរស័ព្ទដ៏ប្រណិតនេះផលិតដោយដៃយ៉ាងប៉ិនប្រសប់ធ្វើពីផ្លាទីននិងតុបតែងដោយត្បូងពេជ្រចំនួន130គ្រាប់ដែលពេជ្រមួយគ្រាប់មានទម្ងន់ 0.75 ការ៉ាត់ផ្នែកខាងក្រៅនៃទូរស័ព្ទនេះរំលេចដោយពណ៌មាសនិងពណ៌ផ្កាឈូកបូកបញ្ចូលដោយរូបសញ្ញា Apple Gold ផងដែរសំណួរសួរថាតើនរណាជាម្ចាស់កម្មសិទ្ធិរបស់ទូរស័ព្ទមួយនេះទូរស័ព្ទ Gold Striker iPhone 3GS Supreme ត្រូវបានគេបង្កើតឡើងដោយអ្នករចនាម៉ូដដ៏ប្រណិតរបស់ជនជាតិអង់គ្លេសគឺលោក Stuart Hughes ដដែលហ្នឹងសម្រាប់ឲ្យក្រុមហ៊ុន Gold Striker International ម្ចាស់ដើមអ្នកទិញដំបូងគេនឹងត្រូវបានគេរាយការណ៍ថាជាមហាសេដ្ឋីអូស្ត្រាលីម្នាក់នៅក្នុងវិស័យរ៉ែមាសឈ្មោះពិតរបស់គាត់មិនត្រូវបានគេបង្ហាញជាសាធារណៈនិងមិនមានប្រភពដែលអាចបញ្ជាក់អត្តសញ្ញាណបានច្បាស់លាស់នោះទេដូច្នេះម្ចាស់បច្ចុប្បន្នមិនត្រូវបានគេស្គាល់ជាសាធារណៈផងដែរឥឡូវនេះយើងមកដឹងអំពីព័ត៌មានលម្អិតរបស់ទូរស័ព្ទនេះវិញម្ដងទូរស័ព្ទនេះត្រូវបានគេផលិតឡើងនៅក្នុងឆ្នាំ2009ដោយលោក Stuart Hughes ដដែលហ្នឹងតម្លៃវាត្រូវបានគេរាយការណ៍ថាប្រហែលជា$3.2 លានទូរស័ព្ទដើមគឺមានឈ្មោះថា Apple iPhone 3GS វាត្រូវបានគេធ្វើឡើងស្រោបដោយមាស22ការ៉ាត់ប្រហែលមានទម្ងន់ប្រហែលជា271ក្រាមហើយដាំពេជ្រចំនួន136គ្រាប់ logo Apple គឺមានពេជ្រចំនួន53គ្រាប់ប៊ូតុង Home របស់វាមានពេជ្រចំនួន 7.1 ការ៉ាត់ហើយប្រអប់ថ្មីគឺប្រអប់ថ្មើរដាក់ថ្មហ្នឹង granite ប្រហែលជា7គីឡូក្រាមឯណោះចំនួនផលិតមានកំណត់តាមការបញ្ជាក់គឺមានចំនួនតែ2គ្រឿងប៉ុណ្ណោះទី5វិញគឺទូរស័ព្ទ iPhone 3G Kings Button វាគឺជាទូរស័ព្ទដ៏អស្ចារ្យមួយនិងថ្លៃបំផុតទី5ត្រូវបានបង្កើតឡើងដោយលោក Peter Alloson ដោយផលិតពីមាសនិងបំពាក់ត្បូងពេជ្រចំនួន18ការ៉ាត់ឯណោះទូរស័ព្ទនេះនៅក្នុងមួយគ្រឿងតម្លៃប្រមាណជា$2.5 លានហើយនៅក្នុងពេលបច្ចុប្បន្ននេះគេមិនទាន់ដឹងច្បាស់ថានរណាជាម្ចាស់ iPhone 3G King Button នោះទេបើនិយាយអំពីព័ត៌មានលម្អិតរបស់ទូរស័ព្ទនេះអ្នករចនាគឺលោក Peter Alloson គាត់គឺជាជាងគ្រឿងអលង្ការជនជាតិអូទ្រីសទូរស័ព្ទដើមគឺចេញពី Apple iPhone 3G ហើយឆ្នាំផលិតគឺស្ថិតនៅក្នុងឆ្នាំ2008-2009តម្លៃដែលត្រូវបានគេរាយការណ៍ថាវាមានប្រហែលជា$2.5 លានអាមេរិកទូរស័ព្ទនេះធ្វើស្រោបដោយមាសចំនួន18ការ៉ាត់ហើយពេជ្រកាត់ព្រីលៀនចំនួន138គ្រាប់ប៊ូតុង Home វាមានពេជ្រ 6.6 ការ៉ាត់ចំនួនរបស់វាផលិតហ្នឹងគឺមានតែមួយគ្រឿងប៉ុណ្ណោះម្ចាស់បច្ចុប្បន្នមិនត្រូវបានបញ្ជាក់ជាសាធារណៈនោះទេទាំងនេះគឺជាទូរស័ព្ទ smartphone ដែលល្បីល្បាញបំផុតទាំង5នៅលើពិភពលោក